អ្នកទាំងអស់គ្នាមានដឹងទេថារឿងរ៉ាវដែលគេបានចែករំលែកលើ social media ហ្នឹងណាវាពិតជាមានសារៈសំខាន់ដល់យើងមែនទែនសម្រាប់បងអូនដែលគាត់អត់ទាន់បានជួបប្រទះរឿងអស់ហ្នឹងណាថារឿងអស់ហ្នឹងធ្លាក់មកលើខ្លួនយើងវិញតើយើងគួរត្រៀមចិត្តត្រៀមកាយឬក៏យើងត្រូវដោះស្រាយរឿងទាំងអស់ហ្នឹងមិនដែរខ្ញុំសូមលើកឧទាហរណ៍ដូចរឿងដែលគេទំល្បីថ្មីហ្នឹងដែររឿងម្នាក់ប្រុសដែលគាត់ទៅនៅកូរ៉េទៅគាត់មានគូស្នេហាថ្មីចឹងទៅគាត់ចោលប្រពន្ធកូនពីររបស់គាត់ហើយទៅរៀបការថ្មីឲ្យអ្នកទាំងអស់គ្នាថាអ្នកទាំងអស់គ្នាដឹងឮរឿងនឹងទាំងអស់គ្នាហ្មងអញ្ចឹងរឿងអស់ហ្នឹងសុទ្ធតែបានបរៀនឲ្យយើងដឹងថាយើងកុំស្រឡាញ់គេអស់ពីចិត្តពីកាយពេកក៏វាអត់ទៀងទាត់ដែរថ្ងៃនេះគេអាចនឹងស្រឡាញ់យើងតែថ្ងៃក្រោយគេអាចនឹងទៅរកអ្នកថ្មីបានអញ្ចឹងណាអ្នកទាំងអស់គ្នាដែរអ្នកទាំងអស់គ្នាគួរតែត្រៀមខ្លួននោះគឺស្រឡាញ់ខ្លួនឯងឲ្យបានច្រើនហើយកុំស្រឡាញ់គេអស់ពីពោះហាធ្វើអីដែលខ្លួនឯងចង់ធ្វើញ៉ាំអីដែលខ្លួនឯងចង់ញ៉ាំទៅកន្លែងដែលខ្លួនឯងចង់ទៅនិយាយរួមទៅត្រូវគិតដល់ខ្លួនឯងមុនគេហ្មងណាអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាមុននឹងអញ្ចឹងណាវាអត់មានអីទៀងទាត់ទេមនុស្សយើងជួបគ្នាហើយក៏តែងតែបែកគ្នាគ្រាន់តែថាការបែកគ្នាហ្នឹងវាខុសគ្នាអ្នកខ្លះក៏បែកគ្នាដោយស្លាប់អ្នកខ្លះក៏បែកគ្នាប៉ុន្តែនៅរស់អញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងយើងត្រូវត្រៀមចិត្តត្រៀមកាយទុកជាមុនហើយស្រឡាញ់ខ្លួនឯងបានច្រើនអរគុណអ្នកទាំងអស់គ្នាចាំជួបគ្នានៅវីដេអូបន្ទាប់ទៀតណាបាយបាយ